ពីព្រាននេះនៅចុងភូមិមួយមានក្មេងស្រីម្នាក់កំពុងមានចិត្តចង់បោះបង់ការសិក្សាត្រឹមថ្នាក់ទី9ដោយសារចង់រកលុយជួយគ្រួសារបន្ថែមតែនេះមានឈ្មោះថាចេតាកំពុងអង្គុយរៀបចំលក់អីវ៉ាន់តិចតួចនៅពីមុខផ្ទះនាងមានអារម្មណ៍ថាស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្តមួយនេះដែលពេលនោះផងដែរកញ្ញាបានដើរមកដល់ក៏សាកសួរថាចេតាមិនបានប្រហែលថ្ងៃនេះអត់ឃើញឯងទៅរៀនអញ្ចឹងគ្រូសួររកឯងគ្រប់គ្នាកញ្ញាអើយខ្ញុំសម្រេចចិត្តថាឈប់រៀនហើយរៀនដល់ថ្នាក់ទី9នេះខ្ញុំហត់ណាស់ហើយរៀនទៅក៏មិនដឹងថាបានអ្វីមកដែរស៊ូខ្ញុំជួយលក់ដូររកលុយតិចតួចគ្រាន់បានលុយចាយដែរនៅផ្ទះខ្ញុំដឹងថាឯងចង់ជួយគ្រួសារតែបើឯងឈប់រៀនត្រឹមថ្នាក់ទី9នេះវាមិនមែនជាផ្លូវវិញឆ្ងាយទេតើឯងធ្លាប់គិតទេថាបើឯងមានចំណេះដឹងពងខ្ពស់ជាងនេះឯងអាចបង្កើតជាហាងខ្លួនឯងអាចចេះប្រើបច្ចេកវិទ្យាដើម្បីលក់ដូរទំនិញកាន់តែទូលំទូលាយជាងនេះទៅទៀតតែការសិក្សានេះយូរពេកហើយទម្រាំដល់ខ្ញុំចប់ទេ12វានៅចំណាយពេលយូរទៀតខ្ញុំចង់រកលុយឥឡូវនេះប៉ុន្តែចេតាការសិក្សាគឺយើងត្រូវការចំណាយពេលយូរតែវាផ្ដល់ផលនៅពេលអនាគតការសិក្សាមិនមែនគ្រាន់តែរៀនដើម្បីយកតែវិញ្ញាបនបត្រទេវាគឺជាការฝึกហាត់ខួរក្បាលឲ្យចេះដោះស្រាយនៅបញ្ហាដែលឯងជួបប្រទះបើឯងមានចំណេះដឹងឯងនឹងមានជម្រើសជីវិតច្រើនជាងនេះឯងខ្លាចជាអ្នកជំនួញដែលមានចំណេះដឹងជ្រៅជ្រះមិនមែនគ្រាន់តែជាអ្នកការលក់តូចតាចនៅតាមផ្ទះទេការសិក្សាដូចជាការសាបព្រោះពូជដំណាំអញ្ចឹងបើឯងតស៊ូថែទាំវានឹងផ្ដល់ផលផ្លែផ្កាឲ្យយើងនៅពេលក្រោយពិតមែនទេកញ្ញាខ្ញុំខ្លាចតែខ្ញុំហូបពេលទៅហើយមិនតាន់ហូបពេលទេចេតាយើងនឹងជួយឯងដើម្បីបង្រៀនមេរៀនដែលឯងខកខានមិនបានទៅរៀនហើយស្អែកយើងទៅរៀនវិញទាំងអស់គ្នាណាខ្ញុំមិនចង់ឃើញឯងបោះបង់ឱកាសដ៏ល្អរបស់ខ្លួនឯងនោះទេប៉ុន្តែណាបើសិនបើកញ្ញាជួយខ្ញុំគិតថាខ្ញុំអាចសាកល្បងម្ដងទៀតខ្ញុំមិនចង់ឲ្យថ្ងៃក្រោយខ្ញុំស្ដាយក្រោយដោយសារតែការបោះបង់ការសិក្សារបស់ខ្ញុំនៅថ្ងៃនេះទេអញ្ចឹងស្អែកយើងទៅរៀនជាមួយគ្នាណាបើជាមិត្តនឹងគ្នាគឺត្រូវតែដឹកដៃគ្នាទៅរកអនាគតល្អព្រមហើយអរគុណច្រើនណាស់កញ្ញាដែលបានជួយដាស់តឿនខ្ញុំនៅថ្ងៃនេះបើសិនជាមិនបានឯងទេប្រហែលជាខ្ញុំត្រូវដើរផ្លូវខុសហើយសាច់រឿងនេះចង់បង្ហាញឲ្យបងប្អូនទាំងគ្នាបានយល់ដឹងអំពីការសិក្សាគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យទោះយើងជួបការលំបាកយ៉ាងណាក៏ដោយក៏កុំអាបោះបង់ព្រោះចំណេះដឹងគឺជាគុណសោធដែលបើកទ្វារទៅរកអនាគតដ៏ភ្លឺស្វាងរបស់ខ្លួនឯង